រដ្ឋមន្ត្រីក្រសួងការងារពលរដ្ឋខ្មែរជិត11លាននាក់មានការងារធ្វើក្នុងឆ្នាំ2025រដ្ឋមន្ត្រីក្រសួងការងារលោកហេងសួរអះអាងថាក្នុង2025កន្លងទៅប្រជាពលរដ្ឋជាង10.7 លាននាក់មានការងារធ្វើពោលគឺកើនឡើងប្រមាណជាង80ម៉ឺននាក់បើធៀបទៅនឹង2024អតីតពលករចំណាកស្រុកខ្មែរដែលធ្វើការនៅឯប្រទេសថៃចំនួនជាង62ម៉ឺននាក់ក្នុងចំណោមពលករខ្មែរវិលមកកម្ពុជាវិញ99ម៉ឺននាក់ក៏ទទួលបានការងារផងដែរនេះបើតាមរដ្ឋមន្ត្រីក្រសួងការងារបានទទួលការងារពីពលករខ្មែរគឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងសន្និបាតបូកសរុបលទ្ធផលការងារ2025របស់ក្រសួងការងារលោកហេងសួររដ្ឋមន្ត្រីក្រសួងការងារបានឲ្យដឹងថាក្នុងចំណោមពលរដ្ឋខ្មែរជាង10.7 លាននាក់ដែលមានការងារធ្វើគឺមានពលរដ្ឋប្រមាណជាង2.8 លាននាក់បម្រើការងារក្នុងវិស័យកសិកម្មពលរដ្ឋប្រមាណជាង3លាននាក់ក៏ធ្វើការក្នុងវិស័យឧស្សាហកម្មចំណែកវិស័យសេវាកម្មផ្ដល់ការងារដល់មនុស្សជាង4.9 លាននាក់បន្ថែមពីនេះសហគ្រាសថ្មីបានចុះបញ្ជី2025មានចំនួន1851សហគ្រាសការនេះបានធ្វើឡើងចំនួនសហគ្រាសក្នុងប្រទេសកម្ពុជាកើនឡើងសរុប46,649សហគ្រាសបើតាមរដ្ឋមន្ត្រីក្រសួងការងារសហគ្រាសទាំងនេះបានផ្ដល់នូវការងារដល់កម្មករនិយោជិតប្រមាណជាង2.2 លាននាក់ពោលគឺកើនឡើងជាង40ម៉ឺននាក់ជាមួយលទ្ធផលជាវិជ្ជមាននេះលោករដ្ឋមន្ត្រីក្រសួងការងារក៏បានកោតសរសើរថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងការងារទាំងអស់ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាដែលបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកការងារជួបប្រជាជនក្នុងបរិបទដែលស្ថានភាពពិភពលោកមានភាពមិនប្រកបប្រជានិងស្ថានភាពភូមិសាស្ត្រនយោបាយប្រែប្រួលឥតឈប់ក្នុង2025កន្លងទៅលោកសនជ័យនាយកប្រតិបត្តិការអង្គការសម្ព័ន្ធគណនេយ្យសង្គមកម្ពុជាចាត់ទុកកំណើននៃពលរដ្ឋកម្ពុជាទទួលបានការងារធ្វើជារឿងល្អតែប្រធានអង្គការសង្គមស៊ីវិលរូបនេះសង្ឃឹមថាការងារដែលផ្ដល់ឲ្យពលរដ្ឋពិសេសពលករត្រឡប់មកថៃវិញគួរតែស្របទៅតាមចំណេះជំនាញនិងធានាបាននូវប្រាក់ខែបានសមរម្យគូជំរាបថាបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោតទៅលើការកែតម្រង់និងជំរុញការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារពិសេសគឺដើម្បីសម្រេចបាននូវគោលដៅខ្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ2030